ជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករដែលស្រឡាញ់នៅវិស័យកសិកម្មចិញ្ចឹមសត្វនៅថ្ងៃនេះខ្ញុំបាទនឹងពំឡំនៅវីដេអូមួយទាក់ទងជាមួយនឹងការចិញ្ចឹមពពែពុកម៉ែបងប្អូនបាទអញ្ចឹងយើងដឹងហើយថាកសិកររបស់ស្រុកខ្មែរយើងការចិញ្ចឹមសត្វវាតែងតែជាដំណោះស្រាយសំខាន់មួយខាងឯសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់យើងចំពោះលក្ខណៈពិសេសរបស់សត្វពពែគឺងាយស្រួលនៅក្នុងការចិញ្ចឹមធន់ទៅនឹងជំងឺក៏ដូចជានឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជារបស់យើងហើយមួយទៀតពពែអាចកូនមួយឆ្នាំ2ដងហើយលក្ខណៈពិសេសរបស់វាគឺអាចនឹងមានកូនភ្លោះបាទអញ្ចឹងមួយឆ្នាំពពែអាចផ្ដល់កូនរបស់វានឹងពី2ទៅ3ក្បាលនៅក្នុងមួយឆ្នាំពុកម៉ែពពែมันត្រូវការកន្លែងធំទូលាយដូចជាប្រភេទសត្វគោឬក៏ជ្រូកឬក៏ក្របីនោះទេពុកម៉ែបងប្អូនបាទសម្រាប់យើងជាគ្រួសារកសិករមានផ្ទៃដីតូចល្មមផ្ទៃដីចំការឬក៏ជាប្រភេទផ្ទៃដីស្រែដែលបងប្អូនអាចដាំស្មៅបានបងប្អូនអាចចាប់ផ្ដើមនៅក្នុងការចិញ្ចឹមពពែនៅបានហើយពុកម៉ែបងប្អូនបាទដំបូងពុកម៉ែបងប្អូនអាចសាកល្បងចិញ្ចឹមពី2ក្បាលឬក៏3ក្បាលនៅក្នុងផ្ទះរបស់យើងពុកម៉ែបងប្អូនបាទព្រោះថាសត្វពពែវាមិនសូវជាពិបាកដូចជាសត្វគោប្រហែលទេពុកម៉ែបងប្អូនបាទយើងមានស្មៅនៅជុំវិញផ្ទះរបស់យើងក៏អាចចិញ្ចឹមវាបានដែរហើយជាប្រភេទសត្វនេះគឺវាចូលចិត្តស៊ីប្រភេទស្លឹកឈើពុកម៉ែបងប្អូនបាទស្លឹកឈើមុំតាមគៀនផ្ទះវាបោចស៊ីគ្មានសល់ទេពុកម៉ែបងប្អូនបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអាចចាប់ផ្ដើមពី2ក្បាលឬក៏3ក្បាលឡើងទៅរយៈពេល1ឆ្នាំក្រោយមកពុកម៉ែបងប្អូនអាចទទួលបានពពែ6ក្បាល8ក្បាលទៅតាមប្រភេទពពែដែលអាចផ្ដល់កូនឲ្យយើងនៅក្នុង1ឆ្នាំ2ឬក៏3ក្បាលពុកម៉ែបងប្អូនបាទអញ្ចឹងការចិញ្ចឹមពពែគឺល្អមែនទែនពុកម៉ែបងប្អូនបាទបើថាយើងមើលទៅវាសាមញ្ញក៏ពិតមែនក៏ប៉ុន្តែវាអាចនឹងផ្ដល់ប្រាក់ចំណូលមកកាន់គ្រួសាររបស់យើងបើសិនជាយើងរកទីផ្សារបានល្អពុកម៉ែបងប្អូនបាទសម័យបច្ចុប្បន្នខ្ញុំគិតថាបញ្ហាទីផ្សារវាមិនសូវជាពិបាកប្រហែលទេព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនយើងតែងតែរកប្រភេទសត្វពពែឬក៏ប្រភេទសត្វជ្រូកកណ្ដុរដើម្បីនឹងធ្វើការបរិភោគជាលក្ខណៈគ្រួសារនៅពេលដែលជួបជុំគ្នាម្ដងអញ្ចឹងខ្ញុំមើលឃើញថាឱកាសនៃការចិញ្ចឹមពពែជាលក្ខណៈគ្រួសារសម្រាប់នឹងធ្វើជាម្ហូបខ្ញុំគិតថាវាល្អមែនទែនបើសិនបើពុកម៉ែបងប្អូនចេះធ្វើទីផ្សារតំណែងទៅកាន់ប្រជាជននៅក្នុងស្រុកនៅក្នុងឃុំរបស់ពុកម៉ែបងប្អូនយើងដឹងហើយថាប្រភេទសាច់ពពែគឺវាសម្បូរទៅដោយពពួកអាមីណូអាស៊ីតសំខាន់ដូចជាពពួកលីស៊ីនលីកូស៊ីនវ៉ាលីនដែលជាសាច់ចាំបាច់សម្រាប់នឹងធ្វើឲ្យសាច់ដុំហើយនឹងប្រព័ន្ធភាពស៊ាំរបស់យើងនឹងឯងមានកម្លាំងមាំមួនហើយវាក៏មានពពួកវីតាមីន B2 B3 និង B12 ដែលល្អបំផុតសម្រាប់ធម្មពលទ្រទ្រង់រាងកាយរបស់យើងប្រចាំថ្ងៃផងដែរអញ្ចឹងខ្ញុំមើលឃើញឱកាសនៃការចិញ្ចឹមពពែរបស់ពុកម៉ែបងប្អូនជាកសិករនៅតាមទីជនបទសូមពុកម៉ែបងប្អូនតំណែងទៅកាន់កន្លែងដែលគេលក់ជាប្រភេទសាច់ពពែតាមភោជនីយដ្ឋានឲ្យពួកគាត់ជួយគ្រប់គ្រងខ្ញុំគិតថាពួកគាត់នឹងជួយគ្រប់គ្រងទៅកាន់កសិករខ្មែរយើងហើយយើងនឹងផ្សព្វផ្សាយអំពីការចិញ្ចឹមសត្វរបស់កសិករទៅកាន់ពួកគាត់ឲ្យពួកគាត់បានយល់ហើយខ្ញុំគិតថាគាត់នឹងគ្រប់គ្រងហើយវីដេអូរបស់ខ្ញុំមិនមានអ្វីច្រើនទេគឺមានតែប៉ុណ្ណេះឯងបើសិនបើបងប្អូនចូលចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីដែលខ្ញុំនឹងថតបង្ហាញសកម្មភាពជូនបងប្អូនសូមអរគុណសូមគោរពជម្រាបលា